សួស្តី Facilitator នៅក្នុងវីដេអូនេះយើងនឹងធ្វើការកែទៅលើ RAM up homework របស់មេរៀនទី6 អូខេនៅក្នុង RAM up ចំណុចដំបូងគេគឺ grammar complete each sentence using a gerund make sure the meaning of the second sentences are similar to the first one មានន័យថាឲ្យបំពេញប្រយោគនៅខាងក្រោមដោយប្រើជាមួយនឹងទម្រង់ gerund ហើយត្រូវឲ្យច្បាស់ថាន័យនៅក្នុងប្រយោគទី2ដែលយើងបំពេញនោះគឺត្រូវតែមានន័យស្រដៀងគ្នាទៅនឹងប្រយោគដើមអូខេទី1គេនិយាយថា it's a bad idea to drive fast at night មានន័យថាវាមិនមែនជាគំនិតល្អទេដែលបើកលឿននៅពេលយប់អញ្ចឹង it's good to avoid មានន័យថាជៀសវាងប្រយោគទី1គេថាគំនិតអាក្រក់អញ្ចឹងគំនិតអាក្រក់គឺជាគំនិតដែលយើងគួរតែជៀសវាងត្រូវអត់អញ្ចឹង avoid ឲ្យគេគឺ avoid driving fast at night ដោយសារតែ avoid យើងត្រូវប្រើជាមួយនឹង verb ing ដូច្នេះ verb try មួយនេះយើងត្រូវដូរទៅជា driving ចាំមកដល់ប្រយោគទី2 can we leave on Tuesday instead of tomorrow អញ្ចឹង leave មានន័យថាយើងសុំចាក់ចេញនៅថ្ងៃអង្គារជំនួសឲ្យថ្ងៃស្អែកអញ្ចឹងយើងជំនួស instead of យើងត្រូវប្រើន័យគឺស្រដៀងគ្នានឹងពាក្យថា postpone ដែរគឺពន្យាពេល can we postpone living ដោយសារតែកិរិយាសព្ទ live យើងប្រើជាមួយនឹង postpone verb gerund ទៅជា living until Tuesday ប្រយោគទី3 we can't be lazy like this if we want to pass the exam ប្រយោគទី2គឺថា we can't go on មានន័យ continue យើងមិនអាចបន្តមានន័យថាwe can't go on and we can't be busy like this is the similar meaning គឺន័យស្រដៀងគ្នាមានន័យថាពួកយើងមិនអាចខ្ជិលបែបនេះទេប្រសិនបើយើងចង់ប្រឡងជាប់ប្រយោគទី2គេថាពួកយើងមិនអាចបន្តរឿងអីមិនអាចបន្ត being lazy like this if we want to pass the exam ប្រយោគទី4 she said that it was true that she broke her mother's favorite vase អញ្ចឹងនាងនិយាយថាវាជាការពិតដែលនាងធ្វើឲ្យបែកនៃថោផ្ការបស់ម្ដាយរបស់នាងអញ្ចឹងមានន័យជាការពិតមានន័យថានាងទទួលស្គាល់ស្មើនឹងពាក្យថា she admitted breaking her mother favorite vase អញ្ចឹង broke គឺមកពីពាក្យថា break នៅពេលដែលយើងសរសេរជា gerund យើងត្រូវការជាទម្រង់ infinitive ដូច្នេះយើងត្រូវសរសេរពាក្យថា break ដោយថែម ing ទៅជា breakingចូលមកដល់ប្រយោគទី5 Could you help me carry this big box អញ្ចឹងចម្លើយទៅជា Would you mind helping me carry this big box vocabulary នៅក្នុង vocabulary នេះគឺឲ្យគូកងពាក្យនៅក្នុង column A ជាមួយនឹងការប្រើប្រាស់ឬក៏ន័យរបស់វានៅក្នុង column B អញ្ចឹង receive ចម្លើយគឺ B for proving information of pad money មានន័យថាវិក័យប័ត្រទី2 basket ចម្លើយគឺ C គឺ for carrying things គឺ basket គឺប្រើសម្រាប់យួររបស់ scale ជញ្ជីងគឺប្រើសម្រាប់ A measuring weight ថ្លឹងទម្ងន់ chef គឺធ្នើរគឺប្រើដើម្បី storing things against walls ទី4សំតុកគឺទី5 fitting room បន្ទប់លោកខោអាវគឺគេប្រើដើម្បី customer trying on clothes barcode គឺជាលេខកូដគឺប្រើ for proving if សំតុកគឺ for storing detailed information of a productចូលមកដល់លំហាត់ចុងក្រោយគឺ expression for making a bargain គឺជា expression ដែលតាក់ទងទៅនឹងការតថ្លៃអញ្ចឹងអ្វីដែលកូនសិស្សត្រូវធ្វើគឺត្រូវយកពាក្យនៅក្នុងវងកញ្ចក់ដើម្បីបង្កើតជា expression ដើម្បីបំពេញនៅក្នុងការសន្ទនាខាងក្រោមអញ្ចឹងយើងមានពាក្យនៅក្នុងវងកញ្ចក់នីមួយៗហើយអញ្ចឹងចម្លើយទី1គឺ I will have it for $7 ទី2យើងមាន we not agree price អញ្ចឹងចម្លើយទៅជា I'm afraid we cannot agree with that priceទី3យើងមានពាក្យថា can give ហើយនឹង some discount ចម្លើយទៅជា can you give me some discount ដោយសារតែវាជាទម្រង់សំណួរដូច្នេះយើងត្រូវបង្កើតទៅជាទម្រង់សំណួរហើយនឹងចុងក្រោយគេគឺយើងមានពាក្យថា I give ហើយនឹង 20% discount ចម្លើយទៅជា I will give you 20% discount ចូលមកដល់លំហាត់ចុងក្រោយគេគឺ dialogue journal គឺឲ្យកូនសិស្សគាត់ទៅសេ journal នៅផ្ទះដែលខ្លួនឯងដោយប្រធានបទគឺឲ្យគាត់ពណ៌នានៃហាងដែលគាត់តែងតែទៅធ្វើការដើរផ្សារអញ្ចឹងអ្វីដែលគាត់ត្រូវប្រាប់គឺត្រូវប្រាប់ហាងនោះឈ្មោះអីទីតាំងនៅកន្លែងណាពេលវេលាណាដែលគេបើកហាងនោះហើយតម្លៃនៃអីវ៉ាន់នៅក្នុងហាងនោះគឺប៉ុន្មានហើយបរិយាកាសក្នុងហាងនោះយ៉ាងម៉េចដែរហើយ
របស់អ្វីខ្លះដែលគាត់ទិញនៅទីនោះចាអញ្ចឹងទាំងអស់នេះគឺជាចម្លើយរបស់ wrap up homework របស់មេរៀនទី6និងហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះនិងអរគុណដល់ facilitator